បាទសួស្តីបាទនៅខាងក្រៅខ្ញុំនេះគឺជាស្រែប្រាំងបាទដែលយើងនៅស្ថិតនៅតំបន់ខេត្តតាកែវបាទស្រែប្រាំងបាទហើយនេះគឺជាតង់កស៊ូបាទដែលយើងដែលកសិករគាត់ធ្វើការបាំងដើម្បីទប់ស្កាត់នៅពពុះកដោដែលចូលកាត់ទៅនឹងស្រូវរបស់គាត់បាទអញ្ចឹងគឺយើងធ្វើការទប់ស្កាត់បែបហ្នឹងបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទនេះគឺជាផ្លាស្ទិកដើម្បីយើងបាំងកណ្ដោលបាទយើងបាំងកណ្ដោលដែលវាប្រុងមកយាយីកាត់ក៏ដូចជាកាត់បំផ្លាញនៅដំណាំស្រូវនេះបាទអញ្ចឹងនៅតំបន់នេះគឺជាតំបន់ស្រែប្រាំងនៅខាងខេត្តតាកែវបាទអញ្ចឹងនេះគឺជាការបាំងតង់ដើម្បីកុំឲ្យកណ្ដោលហ្នឹងវាចូលកាត់ស្រូវបាទព្រោះអីស្រូវគឺកាលណាមិនបានបាំងតង់ទេគឺកដោចូលកាត់អស់ហើយបាទនៅឆ្នាំនេះដែរគឺជាឆ្នាំ2025បាទខែ10បាទទី21បាទអញ្ចឹងឃើញថារដូវកាលនេះគឺរដូវកាលទឹកឡើងយ៉ាងណាក្តីក៏កដោក៏វានៅសម្បូរដែរបាទដោយសារតែកដោនៅតាមតំបន់បឹងគឺទឹកវាលិចបាទទឹកលិចទៅអញ្ចឹងគឺវាឡើងមកលើធ្វើឲ្យចំនួនកដោហ្នឹងវាកើនឡើងនៅតំបន់លើបាទតំបន់ដែលអត់លើដែលអត់ទឹកលិចដល់ហ្នឹងគឺវាមានបាទមានកដោច្រើនអញ្ចឹងនៅតំបន់នេះគឺយើងត្រូវការប្រើបាំងតង់គ្រប់ស្រែបាទដើម្បីការពារកណ្ដោបើសិនជាមិនបានបាំងតង់ទេគឺកណ្ដោហ្នឹងកាត់ស្ទេចទីអស់ហើយបាទអញ្ចឹងវិធីសាស្ត្រទប់ស្កាត់របស់កសិករនាពេលបច្ចុប្បន្ននេះគឺយើងប្រើតែតង់ទេបាទគឺយើងប្រើតែតង់ហ្នឹងគឺយើងបាំងវាអញ្ចឹងមកហើយបាទហ្នឹងគឺជាវិធីសាស្ត្រមួយទៀតគឺយើងត្រូវបញ្ចូលទឹកប៉ុន្តែការបញ្ចូលទឹកនេះក៏ជាការជួយរួមចំណែកមួយផ្នែកធំទេបាទអញ្ចឹងបើសិនជាយើងបញ្ចូលទឹកឲ្យអត់បាំងតង់ក៏វាមិនសូវមានប្រសិទ្ធភាពដែរបាទហើយការបាំងតង់នេះដែរក៏មិនមានប្រសិទ្ធភាព 100% ដែរបើសិនជាមានកដោណាគឺវាចូលហើយគឺវាកាត់នៅហើយនៅក្នុងនឹងតែម្ដងបាទប៉ុន្តែបើសិនជាយើងបានបាំងវាហើយយើងអត់មានកដោចូលទេគឺអាចការពារបានបាទអញ្ចឹងវាគ្រាន់ជាងដែលយើងអត់បានបាំងតង់ណាបាទបើយើងអត់បានបាំងតង់គឺកាត់ខ្ទេចហើយទោះបីយើងបញ្ចូលទឹកដាក់ពេញស្រែក៏ដោយក៏វាហែលចូលទៅកាត់ស្រូវដែរបាទសូមអរគុណ